Donald Trump បានបញ្ជាឲ្យផ្អាកពន្ធថ្មីលើប្រទេសជិត100លើកលែងតែប្រទេសចិនដែលឡើងទៅដល់125%. You know, they were getting a little bit yippy, a little bit afraid. Somebody had to do what we did, and I did a 90-day pause for the people that didn't retaliate, and that's what I did with China because they did retaliate. ប្រធានាធិបតីអាមេរិក Donald Trump បានបដូរចិត្តរបស់គាត់លើពន្ធខ្ពស់សម្រាប់ប្រទេសជិត100ដែលទើបតែត្រូវបានអនុវត្តការផ្លាស់ប្ដូរភ្លាមៗនេះធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនិងធ្វើឲ្យតម្លៃភាគហ៊ុនកើនឡើងគណៈពេលដែល Trump បានប្រកាសពីការដំឡើងពន្ធដ៏ខ្ពស់ទៅលើការនាំចូលរបស់ប្រទេសចិនទៅដល់125%អញ្ចឹងពន្ធនាំចូលខ្ពស់ទៅលើប្រទេសជិត100ត្រូវបានផ្អាកបដិសន្ធសិនក្នុងនោះក៏មានប្រទេសខ្មែរយើងផងដែរលើកលែងតែប្រទេសចិនមួយដែលត្រូវបង់ពន្ធនាំចូលរហូតទៅដល់125%កាលពី2ថ្ងៃមុននេះគឺឡើងទៅដល់104%ថ្ងៃនេះឡើងបន្ថែមទៀតមូលហេតុគឺដោយសារតែកាលពីថ្ងៃពុធម្សិលមិញនេះចិនថានឹងតម្លើងពន្ធនាំចូលរបស់អាមេរិកពី34%ទៅដល់84%ដល់ពេលដែលត្រាំលឺអញ្ចឹងក៏សម្រេចចិត្តតម្លើងពន្ធចិនរហូតទៅដល់125%សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសអំណាចទាំងពីរនេះគឺបានចាប់ផ្ដើមហើយបងប្អូនត្រាំបាននិយាយកាលពីថ្ងៃពុធថាពន្ធមូលដ្ឋាន 10% ទៅលើការនាំចូលស្ទើរតែទាំងអស់នៅតែដដែលប៉ុន្តែលោកបានសម្រេចផ្អាកការយកពន្ធខ្ពស់ទៅលើប្រទេសមួយចំនួនដែលលោកបានប្រកាសកាលពីសប្តាហ៍មុនការផ្អាកនេះមានរយៈពេល90ថ្ងៃលើកលែងតែប្រទេសចិននៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រាំបានបញ្ជាក់ថាពន្ធទៅលើប្រទេសចិននឹងកើនទៅដល់125%ភ្លាមត្រាំសម្រេចការផ្អាកយកពន្ធទៅលើប្រទេសដែលគាត់បានប្រកាសកាលពីអាទិត្យមុនមានរយៈពេល90ថ្ងៃគឺ3ខែគត់ការផ្អាកមួយនេះលើកលែងតែប្រទេសចិននោះទេដោយសារតែចិនគំរាមដំឡើងកាន់តែខ្ពស់លើកនេះត្រាំអត់ទុកពេលទៅឲ្យចិនសម្រាប់ការសម្រេចចិត្តនោះទេគាត់បង្ហោះសារមួយថា125%នេះគឺចាប់ផ្ដើមភ្លាមតែម្ដងសហរដ្ឋអាមេរិកនៅតែមិនអនុវត្តពន្ធសកល 10% ទៅលើប្រទេសកាណាដានិងមិចស៊ិកនៅពេលនេះទោះបីជាយ៉ាងណាក៏ដោយប្រទេសទាំងពីរនឹងបន្តប្រឈមទៅនឹងការយកពន្ធ 25% ទៅលើការនាំចូលភាគច្រើនទៅកាន់សហរដ្ឋអាមេរិកកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកមិចស៊ិកកាណាដានៅតែលើកលែងរថយន្តនិងទំនិញផ្សេងទៀតទៅលើពន្ធគយទាំងនេះបន្ទាប់ពីត្រាំបានប្រកាសទីផ្សារភាគហ៊ុនមានប្រតិកម្មវិជ្ជមាន Nasdaq បានកើនឡើង 12% S&P 500 បានកើនឡើង 9.5% ហើយ Dow Jones បានកើនឡើង 7.9% គ្រាន់តែបន្ទាប់ពីត្រាំប្រកាសការផ្អាកយកពន្ធនឹងភ្លាមផ្សារហ៊ុនអាមេរិកបានកើនឡើងខ្លាំងសម្រាប់ Nasdaq វាគឺជាថ្ងៃល្អបំផុតនៅក្នុងរយៈពេល24ឆ្នាំបើ S&P 500 វិញគឺអត់ដែលឃើញការកើនឡើងអញ្ចឹងចាប់តាំងពីឆ្នាំ2008មកម្លេះត្រាំបានបញ្យល់ថាការដែលសម្រេចចិត្តផ្អាកការយកពន្ធនេះគឺដោយសារតែគាត់មើលឃើញពីការព្រួយបារម្ភអំពីសេដ្ឋកិច្ចកើនឡើងលោកបាននិយាយថាប្រទេសផ្សេងទៀតកំពុងមានការព្រួយបារម្ភហើយថាវិធានការនេះគឺចាំបាច់ដើម្បីធ្វើឲ្យអ្វីៗស្ងប់ស្ងាត់គាត់ថា they were a little bit yippy a little bit afraid ម្នាក់ភ័យថាវិបត្តិសេដ្ឋកិច្ចអាចនឹងកើតឡើងឆាប់នេះមកពីអញ្ចឹងហើយបានជាធ្វើឲ្យ Donald Trump សម្រេចផ្អាកនៅពន្ធមួយនេះសិន They were getting a little bit yippy, a little bit afraid. Somebody had to do what we did, and I did a 90-day pause for the people that didn't retaliate. ការផ្អាករយៈពេល90ថ្ងៃផ្ដល់ឱកាសទៅឲ្យប្រទេសនានាចរចាជាមួយសហរដ្ឋអាមេរិកនិងព្យាយាមកាត់បន្ថយពន្ធគយរបស់ពួកគេត្រាំបាននិយាយថាប្រទេសជាច្រើនរួមទាំងប្រទេសចិនផងដែរបានចាប់ផ្ដើមចរចាជាមួយអាមេរិកហើយលោកបាននិយាយថាចិនជាពិសេសគឺចង់ធ្វើកិច្ចព្រមព្រៀងមួយ China wants to make a deal. They just don't know how quite to go about it. You know, it's one of those things they don't know how quite. They're proud people.And President Xi's a proud man. I know him very well, and they don't know quite how to go about it, but they'll figure it out. សមាជិកប្រសិទ្ធិ Jim Justice គឺជាមិត្តដ៏យូរលង់របស់ត្រាំបានហៅវាថាគឺជាការភ្ញាក់ផ្អើលដ៏ធំមួយប៉ុន្តែក៏បានសរសើរពីឥទ្ធិពលវិជ្ជមានដែលមាននៅលើ Wall Street ផងដែរសមាជិកប្រសិទ្ធិម្នាក់នេះថាវាគឺជារឿងភ្ញាក់ផ្អើលទូទាំងពិភពលោកតែនៅពេលដែលផ្អាកភ្លាមនឹងផ្សារភាគហ៊ុនក៏ចាប់ផ្ដើមកើនឡើងផ្លែត
ហើយក៏កើនឡើងហ្នឹងគឺខ្ពស់តែម្ដងនៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃនោះទេបងប្អូនសមាជិកមកពីគណៈបកប្រជាធិបតេយ្យខ្លះបានរិះគន់ការផ្លាស់ប្ដូរញឹកញាប់នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកសមាជិកព្រឹទ្ធសភា Adam Schiff បានសរសេរថាការផ្លាស់ប្ដូរពន្ធយ៉ាងឆាប់រហ័សទាំងនេះអាចបណ្ដាលឲ្យមានការប្រែប្រួលទីផ្សារដ៏គ្រោះថ្នាក់ត្រាំដែលតាមដានព័ត៌មានតាមទូរទស្សន៍ជាប្រចាំបាននិយាយថាលោកបានឃើញបទសម្ភាសន៍មួយជាមួយនឹងនាយកប្រតិបត្តិ JP Morgan Chase គឺលោក Jamie Dimon លោក Diamond បានប្រាប់ថាវិបត្តិសេដ្ឋកិច្ចអាចនឹងកើតឡើងដោយសារតែពន្ធថ្មីនេះប៉ុន្តែលោកក៏បាននិយាយការពារថាពន្ធនេះគឺជាមធ្យោបាយមួយដើម្បីធ្វើឲ្យពាណិជ្ជកម្មប្រសើរឡើងវិញផងដែរ CEO របស់ JP Morgan Chase បាននិយាយថាការតឡើងពន្ធនេះគឺអាចធ្វើឲ្យវិបត្តិសេដ្ឋកិច្ចកើតឡើងបានតែថាវាក៏អាចជួយទៅដល់ពាណិជ្ជកម្មផងដែរមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេត្រាំក៏បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា This is a great time to buy គឺគាត់ថាវាគឺជាពេលវេលាដ៏ល្អមួយដើម្បីទិញភាគហ៊ុនដោយសារតែវាកើនឡើងខ្ពស់នៅពេលនេះសមាជិកព្រឹទ្ធសភាមកពីគណៈបក្សសាធារណរដ្ឋភាគច្រើនសប្បាយចិត្តនឹងការផ្អាកនេះ James Lanford បាននិយាយថាការផ្អាកនេះហាក់ដូចជាដំណឹងល្អសមាជិកព្រឹទ្ធសភាមួយចំនួនដូចជា Bernie Moreno ជឿថាសកម្មភាពរបស់ Trump គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចាទោះបីជាយ៉ាងណាក៏ដោយសមាជិកព្រឹទ្ធសភា Tom Tillis បានសម្ដែងភាពមិនច្បាស់លាស់ដោយឆ្ងល់ថាតើវាគឺជាផ្នែកមួយនៃផែនការឬក៏ជាប្រតិកម្មចំពោះការព្រួយបារម្ភទីផ្សារសមាជិកព្រឹទ្ធសភាខ្លះគាំទ្រនៅការផ្អាកនេះដោយលើកឡើងថាវាគឺជាយុទ្ធសាស្ត្រនៃការចរចារបស់ត្រាំទេតែខ្លះទៀតថាមកពីសារហ៊ុននឹងធ្លាក់ចុះនោះទេបានជាត្រូវផ្អាកបដិសន្ធសិននឹងអញ្ចឹងព័ត៌មាននេះគឺបងប្អូនបានឃើញហើយប្រធានាធិបតីអាមេរិក Donald Trump បានសម្រេចផ្អាកការយកពន្ធខ្ពស់ទៅលើប្រទេសជិត100សម្រាប់រយៈពេល90ថ្ងៃគឺ3ខែគត់តែម្ដងលើកលែងតែប្រទេសមួយនោះទេគឺជាប្រទេសចិនទៅជាដំឡើងទៅដល់125%ទៅវិញពី104%ទៅដល់125%បន្ទាប់ពីចិនពំរាមថាពន្ធអាមេរិកនឹងកើនឡើងទៅដល់84%ពី34%ម្ខាងឡើងម្ខាងទៀតក៏អត់ចុះគឺឡើងដូចគ្នាធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មបានកើតឡើងការផ្អាកពន្ធនឹងគឺជារឿងល្អដោយសារតែប្រទេសទាំងអស់អាចចរចាជាមួយនឹងអាមេរិកបានហើយវាក៏ធ្វើឲ្យផ្សារហ៊ុនអាមេរិកនឹងកើនឡើងខ្ពស់បើបងប្អូនចង់ដឹងថាតើភាគហ៊ុនមួយណាដែលគួរទិញពេលនេះបងប្អូនអាចចុចលើ link ដែលខ្ញុំដាក់នៅវីដេអូមួយនេះអញ្ចឹងនៅពេលដែលផ្សារហ៊ុនកើនឡើងនៅពេលនេះត្រាំបាននិយាយថា This is a great time to buy